រឿងបុរសជីកដាមមានបុរសប្តីប្រពន្ធមានកូនប្រុសមួយកូននោះអាយុបាន12ឆ្នាំមាតាស្លាប់ទៅនៅតែឪពុកពោះម៉ាយឪពុកក៏ធ្វើរបរលក់ដូរតែ2នាក់នឹងកូនលក់មិនដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតនៅតែកូនម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់ទៅបាន5ថ្ងៃក៏មកពន្យល់សប្បុរសថាកូនឯងក្រលំបាកណាស់យើងជាឪពុកគ្មានរបស់អ្វីនឹងឲ្យទេដូច្នេះឲ្យកូនទៅជីកក្តាមនៅក្រោមខ្ទមអ្នកតានាទីសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះវេលាព្រឹកថ្ងៃរះឡើងកាលណាឲ្យកូនទៅជីកយករាល់ថ្ងៃកុំខានលុះភ្លឺច្បាស់កូននោះភ្ញាក់ឡើងចាំជាក់នៅនិមិត្តសពគ្រប់ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្តាមមួយប្រាកដមែនរួចយកក្តាមនោះទៅលក់ឲ្យអ្នកផ្សារក៏ទិញយកបុរសនោះបានប្រាក់ហើយត្រឡប់មកវិញថ្ងៃក្រោយវេលាព្រឹកបុរសទៅជីកក្តាមនៅកន្លែងដដែលនោះបានក្តាមមួយយកទៅលក់ឲ្យអ្នកផ្សារគេក៏ទិញយកទៅទៀតបុរសនោះត្រឡប់មកផ្ទះវិញនៅទីនោះមានមហាសេដ្ឋីម្នាក់មានកូនស្រីក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានមហាសេដ្ឋីរៀបឲ្យមានប្តីអស់នៅតែកូនស្រីពៅម្នាក់ឈ្មោះនាងពៅប្រកែកមិនព្រមយកប្តីសំបីមហាសេដ្ឋីជាឪពុកម្ដាយបង្ខំឲ្យមានប្តីម្ដេចម្ដាក៏នាងមិនព្រមរីឯបុរសនោះលុះថ្ងៃក្រោយទៅជីកក្តាមនៅទីកន្លែងដដែលបានមួយទៀតហើយកាន់យកទៅលក់នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថាអ្នកកំឡោះយួរក្តាមទៅណាបុរសនោះជំរាបថាខ្ញុំយកទៅលក់នាងពៅក៏ទិញយកហើយនាងប្រាប់ថាពីថ្ងៃនេះទៅបើអ្នកបានក្តាមគុំលក់ឲ្យអ្នកណាត្រូវអ្នកយកមកលក់ឲ្យខ្ញុំរាល់ថ្ងៃគុំខានដែលទៅជាយ៉ាងនេះដោយនាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់តែអ្នកនោះមិនដឹងខ្លួនទេបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយបុរសនោះទៅជីកក្តាមនៅទីកន្លែងដដែលបានទៀតរួចយកមកលក់ឲ្យតែនាងពៅនោះរាល់ថ្ងៃនាងពៅក៏ចេះតែទទួលទិញយកក្តាមមិនដែលខានហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងក៏ធ្វើរកពីកិរិយាឲ្យបុរសនោះដឹងជាក់ថានាងនោះស្រឡាញ់ខ្លួនប្រាកដតែដោយពិចារណាថាសពថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ហើយកំព្រាផងក៏មិនហ៊ាននិយាយថាម្ដេចឡើយចំណែកបងស្រីប៉ុន្មានអ្នកបានឃើញនាងពៅជាប្អូនធ្វើរកពីកិរិយាស្រឡាញ់បុរសលក់ក្តាមនោះពន់ពេកក៏នាំគ្នាទៅជំរាបមហាសេដ្ឋីជាមេតាបតានាងពៅជាប្អូនធ្វើរកពីស្រឡាញ់បុរសជីកក្តាមនោះក្រៃពេកបុរសនោះបានក្តាមយកមកលក់ឲ្យតែនាងពៅឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃរួចធ្វើរកពីកិរិយាស្រឡាញ់បុរសនោះណាស់ទោះបីខ្ញុំទាំងអស់គ្នានិយាយទូន្មានដូចម្ដេចក៏មិនស្ដាប់មិនតាមរឹតតែធ្វើខ្លាំងសេដ្ឋីជាបតាមាតាឮដូច្នោះខឹងច្រឡោតឲ្យហៅនាងពៅមកជេរបន់ទោសថ្មាសទេសដៀលថាហងនេះជាមនុស្សរឹងត្អឹងតឹងនឹងចិត្តមាតាបតាអញឲ្យមានប្តីទៅមនុស្សមានទ្រព្យសម្បត្តិហងឯងប្រកែកមិនព្រមយកឥឡូវហងស្រឡាញ់អាមនុស្សកំសត់លក់តែក្តាមវិញហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកកំសត់លក់ក្តាមនោះចុះចាប់ពីថ្ងៃនេះទៅហងឯងគុំមកឡើងផ្ទះអញសំបីតែក្នុងភូមិក៏ចូលមិនបានអញកាត់ចោលហើយចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅក៏លុបវិចរបស់ស្រាលដែលមានតម្លៃឲ្យនាងពៅជាកូននាងពៅក៏សំពះលាមាតាយកបង្វិចដែលមាតាឲ្យនោះចុះចេញពីផ្ទះសំដៅទៅផ្ទះបុរសលក់ក្តាមនិយាយពីរឿងដែលបតាខឹងបណ្ដេញសពគ្រប់ប្រាប់បុរសនោះបានស្ដាប់ហើយឆ្លើយតបថាសពថ្ងៃខ្លួនខ្ញុំនេះក្រីក្រជាទីបំផុតហើយកំព្រាតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបតានាងចាប់ទោសយកខ្ញុំទៅសម្លាប់នាងពៅតបថាខ្ញុំមិនទៅវិញទេសួរស្លាប់នឹងអ្នកហើយបុរសនោះសួរថាបើដូច្នេះយើងគិតដូចម្ដេចនាងពៅឆ្លើយថាបើអ្នកគិតឃើញយ៉ាងណាខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់
បុរសនោះនាំនាងពៅចេញចោលផ្ទះទៅនៅស្រុកក្រៅហើយធ្វើផ្ទះមួយខ្នងសម្រាប់លុះព្រឹកឡើងមកជីកក្ដាមនៅទីដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយទិញវត្ថុផ្សេងផ្ញើប្រពន្ធហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃហេតុតែជាស្រីគ្រប់លក្ខនាងពៅនោះក៏ប្រណិប័តប្តីមិនឲ្យទាស់ចិត្តវេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្តីថាខ្ញុំសូមចិត្តប្តីតាំងពីថ្ងៃនេះទៅសូមអ្នកគុំទៅជីកក្ដាមទៀតឡើយព្រោះប្រាក់កាសយើងមានច្រើនហើយបើអ្នកចង់ទិញរបស់អ្វីក៏ទិញតាមចិត្តអ្នកចុះប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចប់ទៅជីកក្ដាមទៀតប្រពន្ធឃើញដូច្នោះក៏លុបដើរតាមទៅមើលដល់ទីកន្លែងឲ្យឃើញច្បាស់មិនឲ្យដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកបានក្ដាមហើយយកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធថ្ងៃក្រោយប្តីទៅកាប់អ៊ូសក្នុងព្រៃឆ្ងាយនាងពៅបានឃើញប្តីទៅរកអ៊ូសក៏កាន់ចប់ទៅជីករំលើងនៅទីកន្លែងដែលប្តីជីកក្ដាមនោះអស់រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឲ្យប្តីបរិភោគថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីកាន់ចប់ទៅជីកក្ដាមទៀតឃើញទីកន្លែងដីនោះធ្លុះធ្លីរលើងរលុះខ្ចាត់ខ្ចាយអស់ហើយបានឃើញសម្បកក្ដាមមួយធំប្លែកស្ងួតស្អាតដូចជាហាលថ្ងៃយូរហើយអ្នកនោះក៏កាន់សម្បកក្ដាមយកមកទុកក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងទេភរិយាក៏សួរប្តីថាដូចម្ដេចឡើយដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅក្រោមផ្ទះធ្លាក់ទៅលើសម្បកក្ដាមនោះនាងមិនហ៊ានប្រាប់ឲ្យប្តីដឹងដោយគិតថាចាំព្រឹកភ្លឺច្បាស់ឡើងសឹមចុះទៅយកប្រាក់មកទុកវិញលុះព្រឹកឡើងនាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាមនាងអរណាស់យកមកឲ្យប្តីសួរថានាងបានប្រាក់ពីណាច្រើនម្ល៉េះនាងពៅជំរាបប្តីថាកាលពីយប់មិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុងក៏របូតមួយណែនពីដៃធ្លាក់ទៅក្រោមផ្ទះខ្ញុំពុំបានចុះទៅយកពីព្រោះគិតឃើញថាផ្ទះនៅឆ្ងាយពីគេគ្មាននរណាដឹងឬឃើញចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុកខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាមខ្ញុំក៏យកមកជូនអ្នកប្តីមានអំណរពន់ប្រមាណហើយនិយាយប្រាប់ប្រពន្ធថាពីថ្ងៃនេះទៅបងឈប់ជីកក្ដាមហើយប្រពន្ធអរណាស់រាល់តែវេលាយប់អ្នកទាំងពីរអ្នកប្តីប្រពន្ធធ្នមគ្នាទម្លាក់ប្រាក់ទៅចំសម្បកក្ដាមធំព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសម្បកក្ដាមនោះក៏យកមកទុករៀងរាល់ថ្ងៃទើបទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀលទើបទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនទើបទម្លាក់គ្រឿងមាសពេជ្រព្រឹកឡើងឃើញគ្រឿងមាសពេជ្រពេញសម្បកក្ដាមអ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួន1ឆ្នាំមានប្រាក់មាសនិងគ្រឿងប្រដាប់ប្រើប្រាស់ច្រើនណាស់រាប់មិនអស់ទើបប្រឹក្សាគ្នាថាយើងមានប្រាក់មាសនិងគ្រឿងប្រដាប់ច្រើនម្ល៉េះតើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះលុះគិតឃើញក៏នាំគ្នាយកប្រាក់និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើក្រោយពីនោះមកទាំងពីរអ្នកប្តីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបតាទៅដល់បងស្រីទាំងអស់បានឃើញជាថាមេចៅចង្រៃឯងនាំប្តីកំសត់លក់តែក្ដាមមករកអ្វីហងឯងបានឮឬទេលោកឪពុកបណ្ដេញកាត់កាលចោលហើយសំបីតែក្នុងភូមិក៏លោកហាមមិនឲ្យចូលដែរមេចង្រៃឯងចេញពីភូមិឲ្យឆាប់នាងពៅឆ្លើយថាបងទាំងអស់កុំមើលងាយខ្ញុំមកនេះដើម្បីសួរមាតាបតាព្រោះលោកមានគុណលើខ្ញុំមិនមកសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំដែរខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់មានប៉ុណ្ណោះខ្ញុំមិនកោតមិនព្រឺឡើយសំបីតែរោមជើងខ្ញុំក៏វាមិនព្រឺផងបងទាំងអស់ខឹងណាស់ជេរប្រតិចថាហងឯងនេះអួតណាស់អញមិនជឿទេនាងពៅថាបើមិនជឿភ្នាល់គ្នាចុះបងទាំងនោះថាភ្នាល់ដូចម្ដេចនាងពៅថាឲ្យបងទាំងអស់រាប់ប្រាក់ខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃបើរាប់អស់ខ្ញុំបែងចែកឲ្យរាល់គ្នាបើរាប់មិនអស់ខ្ញុំមិនឲ្យទេតែខ្ញុំយល់ថាគុំថាឡើយរាប់មួយថ្ងៃទោះជារាប់2 ឬ 3ថ្ងៃក៏មិនអស់ដែរបងទាំងនោះឆ្លើយថាអញព្រមទៅរាប់តែហងគុំកុហកអញវាយហងសម្លាប់នាងពៅប្រាប់ថា
តាមចិត្តបងនាំគ្នាទៅរាប់ប្រាក់នាងពើរាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់នាំគ្នាត្រឡប់មកផ្ទះវិញជំរាបសេដ្ឋីជាមាតាបតាថានាងពើជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើនខ្ញុំទាំងអស់គ្នាមិនជឿហើយវាថាបើមិនជឿឲ្យទៅមើលឯផ្ទះវាចុះខ្ញុំទាំងអស់គ្នាក៏ទៅមើលឃើញវាមានប្រាក់ច្រើនមែនក៏ភ្នាល់នឹងវាថាបើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាអស់ក្នុងមួយថ្ងៃវានឹងឲ្យខ្ញុំយកចែកគ្នាចុះបើរាប់មិនអស់វាមិនឲ្យទេទោះខ្ញុំទាំងអស់គ្នាចាប់រាប់តាំងពីព្រឹកតល្ងាចក៏មិនអស់ប្រាក់វាបានជាត្រឡប់មកជំរាបមាតាបតាសូមជ្រាបមហាសេដ្ឋីបានស្ដាប់ក៏ចាត់ក្រុមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់នាងពៅក៏នាំទៅមើលគ្រប់កន្លែងក្រុមការទាំងនោះបានឃើញប្រាក់នាងពៅមានច្រើនប្រាកដមែនក៏ត្រឡប់មកជំរាបមហាសេដ្ឋីតាមដំណើរសពគ្រប់មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏ចាត់បម្រើឲ្យទៅហៅនាងពៅនិងកូនប្រសាមកប្រាប់ថាកូនឯងមកនៅជាមួយនឹងមាតាបតាវិញចុះទើបមហាសេដ្ឋីបង្គាប់ក្រុមការឲ្យកេណ្ឌរទេសក្របីគោជាច្រើនទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់ដាក់លើផ្ទះពាសពេញល្វែងមហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែនមានអំណរពុនប្រមាណក៏សរសើរថាកូនអញនេះពេញជាមានបុណ្យអំណេះទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីដំវងពុំខានឯកាដែលបតាខឹងបណ្ដេញកូននោះអ្នកគុំប្រកាន់ខឹងនឹងបតានាងពៅនឹងប្តីក៏នៅផ្ទះជាមួយមាតាបតាដូចដើមវិញចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅនឹងប្អូនថ្លៃនោះណាស់លុះមហាសេដ្ឋីជាបតាទទួលមរណភាពទៅវេលាណាប្តីនោះនិងនាងពៅភរិយាក៏បានឡើងធ្វើជាសេដ្ឋីជំនួសបតាទៅឈើពុកគុំដាក់គូតអង្គុយ